ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំកណាតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីលក្ខខណ្ឌទទួលបានការលើកទឹកចិត្តផ្នែកគយការលើកទឹកចិត្តផ្នែកគយគឺជាការលើកលែងពន្ធនាំចូលលើការនាំចូលទំនិញជាមុខសញ្ញានៃការលើកទឹកចិត្តជូនដល់សហគ្រាសធុនតូចនិងមធ្យមដែលស្ថិតនៅក្នុងវិស័យអាទិភាពដើម្បីទទួលបានការលើកទឹកចិត្តផ្នែកគយសហគ្រាសធុនតូចនិងមធ្យមត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោមចំណុចទី1ត្រូវចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូចឬមធ្យមចំណុចទី2ជាសហគ្រាសធុនតូចនិងមធ្យមស្ថិតនៅក្នុងវិស័យអាទិភាពចំណុចទី3ត្រូវធ្វើការដាក់ពាក្យស្នើសុំការលើកទឹកចិត្តផ្នែកគយព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DAS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ